លាវាពិតជាដើរយឺតណាស់សម្រាប់មនុស្សខ្ជិលឬមនុស្សទំនេរប៉ុន្តែវាពិតជាដើរលឿនណាស់សម្រាប់មនុស្សឧស្សាហ៍និងមនុស្សរវល់មនុស្សដែលកំពុងធ្វើការងារគឺផ្ដោតអារម្មណ៍លើការងារមានន័យថានៅក្នុងអារម្មណ៍របស់គេពោពេញដោយការងារចំណែកមនុស្សទំនេរគឺអារម្មណ៍របស់គេនៅទទេស្អាតគេផ្ដោតអារម្មណ៍ទៅលើពេលខាងមុខហើយនៅពេលគេទន្ទឹងឲ្យពេលវេលាឆាប់កន្លងផុតធ្វើដំណើរទៅមុខកាន់តែលឿនកាន់តែល្អមនុស្សទំនេរនិងមនុស្សកំជិលនៅពេលនេះគឺជាមនុស្សតែមួយទេចឹងសំដៅថាមនុស្សខ្ជិលគឺមានការងារធ្វើដែរតែខ្ជិលធ្វើវាមិនចឹងធ្វើវាចំណែកមនុស្សទំនេរមិនមានសំដៅថារួចពីការងារនោះទេគឺសំដៅថាខ្ជិលធ្វើការងារមិនចង់ធ្វើការងារសុខចិត្តនៅទំនេរខណៈពេលដែលការងារនៅពេញមុខចំណែកមនុស្សទំនេរម្យ៉ាងទៀតគឺគេមានលុយចាយគេមានបុគ្គលិកឬអ្នកធ្វើការជំនួសគេមានប្រភពចំណូលគេចូលនិវត្តន៍ដែលមានស្ថិរភាពហិរញ្ញវត្ថុទំនេរបែបនេះគឺទំនេរសមមុខការពិតទៅអ្នកមានពេលឬអ្នកជោគជ័យមិនមែនជាមនុស្សឧស្សាហ៍នោះទេគេសុទ្ធតែជាមនុស្សខ្ជិលគ្រាន់តែខ្ជិលគេនេះគឺខ្ជិលដោយភាពវៃឆ្លាតខ្ជិលនៅពីក្រោយភាពឧស្សាហ៍ខ្ជិលពីធ្វើការងារចប់ដោយសារតែគេខ្ជិលទើបគេខិតខំប្រឹងប្រែងធ្វើកិច្ចការមួយពេញទំហឹងឲ្យចប់សពគ្រប់រួចទុកពេលវេលាទាំងអស់សម្រាប់ខ្ជិលកំជិលនេះគេហៅថាកំជិលមានរបៀបនិងមានគំនិតមនុស្សឆ្លាតគេធ្វើដើម្បីត្រៀមខ្លួនខ្ជិលមនុស្សល្ងង់ត្រៀមខ្លួនខ្ជិលដោយមិនបានធ្វើយើងធ្លាប់ឮហើយថាការទំនេរគឺជាម្ដាយនៃកំហុសធ្វើនេះធ្វើនោះជ្រុះខ្ជិលចេញអស់ការធ្វើក៏អាចបង្កើតកំហុសតែការមិនធ្វើវាមានកំហុសច្រើនជាងការធ្វើមានកំហុសក្នុងការងារតែការមិនធ្វើគឺមានកំហុសក្នុងខ្លួនផងក្នុងចិត្តផងនិងក្នុងខួរក្បាលផងមនុស្សដែលទុកពេលវេលាចោលឲ្យនៅទំនេរតែគិតផ្ដេសផ្ដាស់គ្មានប្រយោជន៍គ្មានបានការជាងនេះទៅទៀតអាចធ្វើឲ្យគេខូចការផងក៏ថាបានបើអ្នកគិតថាការធ្វើឬការឧស្សាហ៍ធ្វើឲ្យអ្នកលំបាកអញ្ចឹងសាកអត់ធ្វើវិញមើលតើវានឹងលំបាកឬស្រួលវានឹងលំបាកជាងការធ្វើឆ្ងាយណាស់ការធ្វើអាចលំបាករយៈពេលខ្លីតែបើមិនធ្វើគឺលំបាកពេញមួយជីវិតពន្យាពេលការបង្កើតទម្លាប់ពន្យាពេលគឺជាការលួចកាប់កេងពេលវេលាជីវិតរបស់ខ្លួនឯងគ្មានហេតុផលសមរម្យនិងត្រឹមត្រូវបំផុតទេក្នុងការពន្យាពេលដើម្បីសម្រេចកិច្ចការមួយដែលប្រកបដោយសម្បញ្ញៈនិងឆ្លងកាត់ការសម្រេចចិត្តដ៏ត្រឹមត្រូវពន្យាពេលនាំឲ្យមនុស្សខ្ជិលពន្យាពេលនាំឲ្យមនុស្សមានលេសកាន់តែច្រើនពន្យាពេលនាំឲ្យខាតបង់ពេលវេលាពន្យាពេលនាំឲ្យមនុស្សធ្វេសប្រហែសពន្យាពេលនាំឲ្យមនុស្សភ្លេចពីគន្លឹះល្អដើម្បីសម្រេចកិច្ចការពន្យាពេលមិនគួរធ្វើឡើងដោយសំអាងហេតុក្តៅពេកត្រជាក់ពេកព្រឹកពេកងាយពេកនោះទេជាទូទៅមនុស្សយើងមិនដែលស្ដាយចំពោះអ្វីដែលខ្លួនបានធ្វើនោះទេតែមនុស្សតែងតែស្ដាយចំពោះអ្វីដែលខ្លួនមិនបានធ្វើមនុស្សខ្លះជិតស្លាប់ហើយបានហៅអ្នកនៅរស់មកផ្ដាល់ផ្ដាំពីអ្វីដែលគាត់ផ្ដាល់ផ្ដាំនោះគឺភាគច្រើនជាពាក្យដែលបង្ហាញអំពីការសោកស្ដាយគឺសោកស្ដាយចំពោះអ្វីដែលគាត់មិនបានធ្វើមិនមែនសោកស្ដាយចំពោះអ្វីដែលគាត់បានធ្វើទេទីហោសោកស្ដាយណាស់ដែលបងមិនបានធ្វើល្អចំពោះអូនសោកស្ដាយណាស់ដែលខ្ញុំមិនបានរស់នៅជាមួយអ្នកសោកស្ដាយណាស់ដែលកូនមិនបានបម្រើឪពុកម្ដាយអស់ពីចិត្តមនុស្សនឹងមានការសោកស្ដាយចំពោះអ្វីដែលខ្លួនមិនបានធ្វើការមិនបានធ្វើនោះភាគតិចណាស់ដែលបណ្ដាលមកពីធ្វើមិនទាន់តែភាគច្រើនបណ្ដាលមកពីការ
រងចាំពេលវេលានឹងលេះចាំសិនចាំរហូតគ្មានថ្ងៃបានធ្វើពេលវេលាតែងតែដើរទៅមុខជានិច្ចពេលវេលាមិនដែលឈប់សម្រាកមួយវិនាទីណាឡើយបើទោះជានាឡិការបស់យើងងាប់ឬឈប់ដំណើរការក៏ដោយឲ្យតែផែនដីនៅវិលគឺពេលវេលានៅតែដើរទៅមុខជានិច្ចពេលវេលាមិនដែលរងចាំយើងក្នុងការធ្វើអ្វីមួយឡើយតែផ្ទុយទៅវិញមានតែយើងទេដែលតែងតែរងចាំពេលវេលាមនុស្សភាគច្រើនមានទម្លាប់ពន្យាពេលដោយសេរីនាឡិកាឲ្យដើរយឺតជាងពេលវេលាដើម្បីខ្លួនអាចបន្តទម្រង់បង្អកបន្តទៀតទម្លាប់នេះធ្វើឲ្យមនុស្សកាន់តែខ្ជិលកាន់តែទន់ខ្សោយនិងកាន់តែពន្យាពេលហើយនៅទីបំផុតគឺមិនធ្វើអ្វីសោះដូច្នេះត្រូវផ្លាស់ប្ដូរទម្លាប់ត្រូវសារ៉េខ្លួនមិនត្រូវសារ៉េនាឡិកាទេការរងចាំគឺជាទម្លាប់ដ៏ល្អរបស់ជនបរាជ័យតែជាទម្លាប់ដ៏អាក្រក់របស់ជនជោគជ័យមនុស្សដែលបរាជ័យសាងអ្វីមិនកើតធ្វើអ្វីមិនចេញភាគច្រើនមិនមែនដោយសារពួកគេគ្មានសមត្ថភាពនោះទេគឺដោយសារតែពួកគេមានទម្លាប់ពន្យាពេលមិនព្រមចាប់ផ្ដើមធ្វើវាបើទោះជាពួកគេគ្មានសមត្ថភាពក៏ដោយចុះឲ្យតែគេចាប់ផ្ដើមធ្វើវាភ្លាមវាគង់តែជាកិច្ចការនោះបង្រៀនឲ្យចេះបន្តិចម្ដងជាពុំខានឡើយដោយសារតែមនុស្សចូលចិត្តពាក្យថារងចាំសិននេះហើយទើបខ្លះមានអាយុច្រើនជ្រេទៅហើយមិនតាន់កសាងឬបង្កើតកិច្ចការអ្វីឲ្យចេញជាស្នាដៃនៅឡើយទេបើសិនជាពេលនេះអ្នកយល់ថាវាមិនទាន់ស័ក្តិសមសម្រាប់ការចាប់ផ្ដើមតើពេលណាទើបអាចចាប់ផ្ដើមបានមិនចាប់ផ្ដើមធ្វើឥឡូវនេះទេមិនដឹងថាស្អែកមានឱកាសឬក៏អត់ទេគ្មាននរណាដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងចំពោះជីវិតនោះទេបើទោះជាយើងមានគម្រោងការល្អយ៉ាងណាក៏ដោយតែបើមិនចាប់ផ្ដើមធ្វើវាពីថ្ងៃនេះទេมันអាចប្រែក្លាយគម្រោងការនោះទៅជាលទ្ធផលអ្វីឡើយបើសិនជាយើងធ្វើវានៅថ្ងៃនេះខុសឬត្រូវយើងអាចកែតម្រូវតាមពេលវេលាបើចាំដល់ថ្ងៃក្រោយអាចហួសពេលក្នុងការកែតម្រូវហើយលទ្ធផលថ្ងៃនេះក៏មិនដូចថ្ងៃក្រោយផងដែរអ្នកអាចពន្យាពេលវេលាបានតែពេលវេលាមិនបានពន្យាអាយុឲ្យអ្នកឡើយការសន្សំពេលវេលាគឺជាការបន្ថយអាយុខ្លួនឯង